រៀបត្រីកាលក៏ឈានមកដល់ហើយព្រះច័ន្ទក៏យាងមកបំភ្លឺស្បៃអន្តកាលរះមកវងភៈឡើងមូលក្រឡងរីឯមេក៏ស្រឡះគ្មានពពកមកញោមញីរំខានឡើយបាននិយាយពីអ្នកគ្រូកូរីសើវិញដេកលួយយ៉ាងស្កប់ស្កល់គ្មានទៅក្បាលវ៉ាល់អ្នកណាម្នាក់ឡើយរាត្រីនេះស្ងាត់ឲ្យឈឹងហាក់បីដូចផ្ដល់ឱកាសឲ្យអ្នកគ្រូកូរីសើសម្រានលក់ដូចមនុស្សស្លាប់ហើយអ្នកទាំងអស់គ្នាមានដឹងអត់ស្រាប់តែដល់ម៉ោង12រំលងអាត្រាឆ្កែក្នុងភូមិក៏ចាប់ផ្ដើមលូឲ្យត្រហឹងពេញភូមិតែម្ដងអំឡុងពេលនោះអ្នកគ្រូកូរីសើក៏យល់សោកស្រាប់តែខ្លួនរបស់គាត់មកនៅក្រោមដើមឈើធំមួយដែលគាត់បានប្រមាថគេកាលពីថ្ងៃពេលនោះស្រាប់តែមានខ្មោចព្រាយបិសាចបង្ហាញខ្លួនជាច្រើនហើយស្រែកត្រហឹងអើងកងរំពេចនោះក៏ស្រាប់តែមានក្រងឆ្អឹងខ្មោចស្រីចេញមកច្របាច់កអ្នកគ្រូកូរីសើភ័យឡើងរៀកនោមតែម្ដងរួចហើយក៏ដឹងខ្លួនពីដំណេកគាត់ក៏ឧទានតិចៗទាំងម្ញែកថាចំអញយកសាប់តែតាខំតែភ័យពេលព្រឹកព្រឹកនេះអ្នកគ្រូកូរីសើឃើញអាក្លោហើយនៅអាកាច់ដែលកាត់មុខផ្ទះគាត់ក៏បានស្រែកសួរថាណែអាពីក្បាលពួកអារ៉ៃដើរទៅណាមកណាទាំងព្រឹករលឹមហ្នឹងហើយពួកអាឯងទៅធ្វើស្អីគេយំមិញបានម្នាក់ធ្វើមកដូចត្រូវបានខ្មោចលងមិនបានដេកបានពួនអញ្ចឹងពេលនោះអ្នកទាំងអស់គ្នាមានដឹងអត់ស្រាប់តែអាក្លោហើយនៅអាកាច់មិនបានឆ្លើយតបអ្វីទេរួចហើយពួកវាក៏នាំគ្នាដើរចេញដូចសាមុនអញ្ចឹងធ្វើឲ្យអ្នកគ្រូកូរីសើដើរស្លឹកកាជៀកឆេវតែម្ដងរួចហើយអ្នកគ្រូកូរីសើក៏ឧទានទាំងមុខមមថាយីពួកអាក្មេងចម្លើយអញសួរវាពីរដងហើយវានាំគ្នាដើរចេញធ្វើឲ្យប្រងើយថ្ងៃណាមួយអញនឹងប្រលះពួកអារ៉ែងឲ្យចាស់ដៃតែម្ដងថ្ងៃដដែលក្រោយពីញ៉ាំបាយថ្ងៃត្រង់រួចស្រាប់តែអ្នកគ្រូកូរីសើនឹកឃើញសុបិនកាលពីយប់មិញគាត់គឺជាមនុស្សមិនសូវខ្លាចមិនជឿរឿងខ្មោចព្រាយបិសាចឡើយគាត់ក៏សម្រេចចិត្តដើរទៅមើលកន្លែងនោះម្ដងទៀតនៅពេលដែលគាត់ទៅដល់ស្ងាត់ឲ្យឈឹងសំបីតែខ្យល់ក៏គ្មានដែរម្ដងនេះអ្នកគ្រូបាននិយាយស្ដីអីទេមិនដូចពីលើកមុនឡើយរួចគាត់ក៏ដើរត្រឡប់ទៅផ្ទះវិញពេលយប់រាត្រីកាលក៏បានវិលត្រឡប់ម្ដងទៀតយប់នេះអេដមីនបានដឹងមុនហើយថានឹងមានរឿងកើតឡើងចំពោះអ្នកគ្រូកូរីសើចាក់ជាពុំខានតោះអ្នកទាំងអស់គ្នាកំចាំយូរទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាយប់នេះម៉ោង12រំលងអាត្រាដដែលឆ្កែក៏ចាប់ផ្ដើមលូម្ដងទៀតអ្នកទាំងអស់គ្នាមានដឹងអត់ស្រាប់តែសម្ភារៈនៅក្នុងផ្ទះនោះកម្រើកដោយខ្លួនឯងទាំងអស់រំពេចនោះស្រាប់តែពពួកខ្មោចទាំងនោះក៏បង្ហាញខ្លួនរួចក៏លងបន្លាយអ្នកគ្រូកូរីសើស្ដែងតែម្ដងធ្វើឲ្យអ្នកគ្រូភ័យខ្លាចស្ទើរតែគាំងបេះដូងរួចក៏ស្រែកឡើងផ្លត់មាត់ហើយគាត់ក៏ភ្ញាក់ពីដំណេកតែម្ដងអ្វីគ្រប់យ៉ាងគឺត្រឹមតែជាការយល់សប្តិតែប៉ុណ្ណោះបាននិយាយពីអាក្លោខោចវិញវាមិនខុសពីអីអ្នកគ្រូកូរីសើឡើយព្រោះអាពីក្បាលនេះបានប្រមាថបន្ទោបងដាក់ក្រោមដើមឈើដែលមានពពួកខ្មោចបិសាចរស់នៅហើយមកយប់ខ្មោចតាមលងបន្លាយពួកវាមិនបានដេកបានពួនឡើយតែអ្នកទាំងអស់គ្នាមានដឹងអត់ហេតុអ្វីបានជាខ្មោចតាមលងនិងខឹងសម្បានអ្នកគ្រូកូរីសើខ្លាំងអ្នកគ្រូកូរីសើមិនមែនត្រឹមតែប្រមាថត្រឹមពាក្យសម្ដីឡើយគាត់ក៏បាននោមដាក់ដើមឈើនោះទៀតម្ល៉េះហើយធ្វើឲ្យខ្មោចព្រាយបិសាចនៅដើមឈើនោះខឹងអ្នកគ្រូខ្លាំងមែនទែនអញ្ចឹងហើយបានចាស់តែងតែដាស់តឿនយើងគ្រប់គ្នាថាបើមិនជឿណាសូមកុំប្រមាថគេមានអីលទ្ធផលចុងក្រោយអ្នកទាំង3នាក់ក៏មានជំងឺឈឺជ្រុះសក់ជំងឺលួសប្រលឹងរួចក៏ស្អប់ខ្ពើមពិភពលោកយើងនេះរួចក៏បបួលគ្នាដាច់ខ្យល់អេតិបិសោអស់ការពីលោកយើងនេះទៅហោង